royalties. You and me, nothing's free. ចា៎នាងខ្ញុំសូមលើកដៃជំរាបសួរជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងខ្ញុំសរិណាដែលជាអ្នកផលិតមាតិកាវីដេអូជាមួយនឹង ADC Online Bookstore ជាមួយនឹងប្រធានបទថ្មីដែលយើងជួយចែករំលែកអ្នកទាំងអស់គ្នាដែលជាប្រិយមិត្តអ្នកអានឬក៏អ្នកតាមដានឬក៏ជាប្រិយមិត្តដែលគ្រប់គ្រងសៀវភៅចេញដោយ ADC Online Bookstore ជាមួយនឹងប្រធានបទថ្មីដែលយើងយកមកសិក្សានៅថ្ងៃនេះគឺអំពីហិរញ្ញវត្ថុឬក៏សេរីភាពនៃហិរញ្ញវត្ថុឬក៏ការសន្សំលុយចាការសន្សំលុយគឺវាមិនចាប់ផ្ដើមទាល់តែយើងមានលុយច្រើននោះទេនេះជាចំណុចទី1ដែលលោកអ្នកគួរចងចាំលោកអ្នកអាចចាប់ផ្ដើមសន្សំលុយក្នុងកម្រិតតិចបំផុតគឺ$1មិនចាំបាច់មានលុយច្រើនដើម្បីចាប់ផ្ដើមសន្សំឲ្យបានជាប្រយោជន៍សម្រាប់ថ្ងៃអនាគតនោះទេចាប់ផ្ដើមតក្នុងទម្រង់តែ$1ប៉ុណ្ណោះលោកអ្នកក៏បានយល់ដឹងថាថ្ងៃខាងមុខលោកអ្នកក៏នឹងមានសេរីភាពជាមួយនឹងហិរញ្ញវត្ថុក្នុងកម្រិតមួយដែលលោកអ្នកសឹងតែមិនជឿថាលោកអ្នកអាចដើរបានវែងឆ្ងាយហើយទទួលបានប្រាក់សន្សំក្នុងបរិមាណមួយដែលលោកអ្នកគិតមិនដល់ចំណុចទី2គឺលោកអ្នកត្រូវតែស្វែងយល់អំពី mindset របស់លុយការសិក្សាអំពីគន្លឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុឬក៏លុយត្រូវតែឲ្យលោកអ្នកយល់ដឹងបានជ្រាលជ្រៅអំពីចិត្តសាស្ត្រនិងការចេះគ្រប់គ្រងលុយឲ្យបានប្រយោជន៍ហើយចំពោះចំណុចទាំងពីរនេះបូកផ្សំជាមួយគ្នាលោកអ្នកអាចស្វែងយល់ជាមួយនឹងសៀវភៅជាច្រើនដែលលោកអ្នកអាចស្វែងបាននៅក្នុងហាងលក់សៀវភៅ ADC Online Bookstore របស់ពួកយើងហើយគ្រាន់តែលោកអ្នកអាចផ្ញើជា comment ឬក៏ផ្ញើជា message នៅក្នុង inbox ពួកយើងថាលោកអ្នកត្រូវការសៀវភៅបែបណាពួកយើងនឹងធ្វើការឆ្លើយតបទៅលោកអ្នកវិញអំពីសៀវភៅដែលពួកយើងមានដាក់លក់សម្រាប់ជួយដល់កិច្ចរបស់លោកអ្នកក្នុងសេរីភាពហិរញ្ញវត្ថុចំណុចទី3ការសន្សំបានតិចក្នុងរយៈពេលយូរអង្វែងមិនចាំបាច់ថាលុយច្រើនលោកអ្នកអាចចាប់ផ្ដើមសន្សំតិចពីមួយថ្ងៃទៅមួយថ្ងៃនោះលោកអ្នកនឹងឃើញការប្រែប្រួលបានច្រើនមែនទែនក្នុងរយៈពេល6ទៅ12ខែហើយវាសឹងតែជារឿងមួយដែលលោកអ្នកមិនជឿថាលោកអ្នកអាចធ្វើអនុវត្តដោយខ្លួនឯងបាននោះទេចឹងនេះជារឿងរ៉ាវមួយចំនួនអំពីការសន្សំលុយបើសិនជាលោកអ្នកមិនអនុវត្តវានោះទេលោកអ្នកនឹងមានអារម្មណ៍ថាលោកអ្នកនឹងស្ដាយក្រោយហើយលោកអ្នកមិនអាចឈោងដល់នៅពាក្យមួយដែលគេតែងតែនិយមហៅថាសេរីភាពហិរញ្ញវត្ថុបានន័យថាការសន្សំឬក៏ការវិនិយោគទៅលើលុយបានត្រឹមត្រូវដែលធ្វើឲ្យលោកអ្នកទទួលបានអ្វីមួយដែលជាសេរីភាពលោកអ្នកអាចដើរហើរដោយមិនខកខ្វល់អំពីបញ្ហាលុយកាក់ចាចំពោះវីដេអូដែលនិយាយអំពីសេរីភាពហិរញ្ញវត្ថុនៅថ្ងៃនេះគឺចប់តែប៉ុណ្ណេះបើសិនជាលោកអ្នកគិតថាវីដេអូនេះអាចជួយលោកអ្នកបានសូមលោកអ្នកយកទៅអនុវត្តហើយស្វែងរកសៀវភៅដែលល្អដើម្បីជួយឲ្យលោកអ្នកគិតបានជ្រាលជ្រៅអំពីសេរីភាពហិរញ្ញវត្ថុទៅថ្ងៃខាងមុខខ្ញុំសូមអរគុណនៃការទស្សនានៅវីដេអូនេះលោកអ្នកអាចចុច like ចុច subscribe follow ឬក៏ផ្ដល់ជាមតិយោបល់របស់ពួកយើងដើម្បីឲ្យពួកយើងធ្វើការសិក្សាអភិវឌ្ឍខ្លួនឯងបានតទៅមុខចំពោះវីដេអូលើកក្រោយទៀតដល់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងនាងខ្ញុំស្រីណាជាអ្នកផលិតមាតិការបស់ ADC Online Bookstore សូមអរគុណចំពោះការទស្សនាហើយជួបគ្នាថ្មីម្ដងទៀតនៅវីដេអូលើកក្រោយហើយសូមអរគុណដែលបានទស្សនាជាថ្មីម្ដងទៀតហើយជួបគ្នានាងខ្ញុំសូមជម្រាបលានៅពេលនេះ